ผลลื้อแปรตัดในขนมประเทศออสเตรเลียคือคลังเชียงผลลื้อแปรตัดในประเทศกัมพูชีนี่อัตราในการเกิดជំងឺមហារីកពីผลลื้อแปรตัดคือច្រើនមែនតើនៅប្រទេសអូស្ត្រាលីនេះគឺគាត់ការពារខ្លួនខ្លាំងមែនតើចាញ់ក្រៅតែងតែលាប sunscreen ក្មេងមិនថាចាស់តាមបាច់មែនតើប្រជាជនខ្មែរយើងគឺអត់ដែលអ្នកណាមានជំងឺកើតមហារីកពីผลลื้อថ្ងៃនេះទេណាកម្រមានមែនតើទៅគឺខ្ញុំអត់ដែលឮតែម្ដងហើយខ្ញុំក៏មិនសូវដឹងដែរតើតែខ្ញុំទៅជួបគ្រូពេទ្យនៅទីនេះហើយគ្រូពេទ្យគាត់ប្រាប់ខ្ញុំថាខ្ញុំត្រូវតែលាប sunscreen ជាប្រចាំដោយសារខ្ញុំអត់ធ្លាប់ទទួលពន្លឺព្រះអាទិត្យនៅក្នុងប្រទេសអូស្ត្រាលីណានិយាយថាឲ្យខ្ញុំចាប់ផ្ដើមលាប sunscreen ដោយបើមិនចឹងទេខ្ញុំនឹងទទួលរងគ្រោះដូចជាប្រជាជននៅក្នុងប្រទេសអូស្ត្រាលីដែរណាទោះជាជំងឺមហារីកខ្លាំងក៏ដោយតើប្រជាជនអូស្ត្រាលីឈប់ចាញ់ក្រៅឬអត់ទេណាអ្នកនរគឺពួកគាត់ចូលចិត្តពន្លឺព្រះអាទិត្យមែនតើល្អសម្រាប់សុខភាពជួយឆ្អឹងរបស់យើងជួយនឹងជំងឺផ្លូវចិត្តរបស់យើងផងពួកគាត់ចាញ់ដែរគាត់ក៏លាបsunscreen ផងដែរធម្មតាព្រឹកឬក៏ល្ងាចណាពីព្រោះកម្ដៅវាមិនសូវក្ដៅដូចជាពេលថ្ងៃអ្នកនរគ្នានៅមករស់នៅប្រទេសអូស្ត្រាលីកុំភ្លេច sunscreen ទាំង3ម៉ោង apply ម្ដង